បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃឆ្អឹងខ្លានិងក្បាលខ្លាមួយឈុតបងប្អូនណាបាទគឺមានមួយឈុតមានទាំងឆ្អឹងទាំងក្បាលទាំងចង្កូមតែម្ដងបងប្អូនណាបាទតែគឺជាប្រភេទកូនខ្លាទេបងប្អូនណាបាទគឺជាប្រភេទកូនខ្លាទេបាទ នេះគឺឆ្អឹងជើងឆ្អឹងអីគាត់បងប្អូនណាបាទឆ្អឹងជើងនៅមានជាប់កញ្ចក់ខ្លះទៀតនេះបាទឆ្អឹងជើងគាត់បាទគាត់តៃសាកនៅក្នុងព្រៃនោះបាទយូរហើយបងប្អូនណាបាទនេះគឺជាប្រភេទនៃឆ្អឹងខ្នងបងប្អូនណាបាទឆ្អឹងខ្នងបាទឆ្អឹងខ្នងសត្វខ្លាបងប្អូនណាបាទសិតតែឆ្អឹងជើងបងប្អូនណាបាទនេះគឺឆ្អឹងជើងរលេះរលួយអស់ហើយបងប្អូនណាបាទរលេះរលួយអស់ហើយបាទមានបងប្អូនគាត់រើសបាននៅក្នុងព្រៃបងប្អូនណារើសបាននៅក្នុងព្រៃបាទនេះគឺជាប្រភេទនៃឆ្អឹងខ្លាបងប្អូនណាបាទឆ្អឹងខ្លារថិនបងប្អូនណាបាទឆ្អឹងខ្លារថិនបាទអញ្ចឹងការប្រើប្រាស់ប្រភេទសត្វខ្លាមិនទៅថាខ្លាតូចឬក៏ខ្លាធំនោះទេបងប្អូនណាបាទនេះគឺក្បាលរបស់គាត់បងប្អូនណាលលាក្បាលគាត់នៅទាំងចង្កូមបងប្អូនណាបាទចង្កូមនេះគឺខ្ញុំចងបំរុងនឹងធ្វើបន្តោងបងប្អូនណានេះឃើញទេបាទតែចង្កូមខាងលើរបស់គាត់គឺនេះចង្កូមនៅកន្លែងនេះគឺខ្ញុំដោះដាក់នៅក្នុងឡតបងប្អូនណាបាទដោះដាក់ក្នុងឡតនេះគឺមានប្រហូតឈាមប្រហូតអីគេធ្វើត្រូវទៀតបងប្អូនណាបាទគឺមិនធម្មតាទេប្រភេទនៃចង្កូមកូនខ្លារថិនបងប្អូនណាបាទចង្កូមកូនខ្លារថិនគឺមានមួយឈុតតែម្ដងបងប្អូនណាបាទសត្វខ្លាបងប្អូនណាបាទសត្វខ្លាគេប្រើខាងរិទ្ធអំណាចខាងរិទ្ធអជះការពារនៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបជាគ្រោះបជាភ័យបាទការពារនៅពពួកអមនុស្សអាក្រក់ដែលប៉ុនប៉ងអាក្រក់មកលើក្រុមគ្រួសារយើងបងប្អូនណាបាទខាងរិទ្ធអំណាចខាងរិទ្ធអជះបាទការពារនៅអំពើអំពាន់មុនខ្មៅទាំងឡាយទាំងពួងឬក៏ធ្វើជាឱសថផ្សេងបងប្អូនណាបាទមានបងប្អូនមានកូនមានចៅកូនក្មេងយំយប់គេឲ្យយកឆ្អឹងខ្លានេះចងនឹងកកូនក្មេងគឺជំងឺមិនហ៊ានមកបៀតបៀននោះទេបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះជាមួយឈុតនៃចង្កូមកូនខ្លារថិនបងប្អូនណាបាទគឺមានទាំងចង្កូមមានទាំងអីទាំងអស់តែម្ដងបងប្អូនណាបាទគឺមានទាំងចង្កូមមួយឈុតនេះឲ្យស្រេចតែម្ដងបងប្អូនណាបាទនេះឃើញទេបងប្អូនបាទមានទាំងចង្កូមទាំងថ្កៀមទាំងអីគឺមានទាំងអស់ទាំងឆ្អឹងខ្នងទាំងឆ្អឹងកឆ្អឹងជើងឆ្អឹងអីបងប្អូនណាបាទមានទាំងកន្ទុយបងប្អូនណាបាទមានទាំងកន្ទុយបាទតែរោមជ្រូកអស់ហើយមិនដឹងជាគាត់តៃសាកប្រហែលឆ្នាំមកហើយទេបងប្អូនណាបាទនេះកន្ទុយបាទមានទាំងកន្ទុយមានទាំងអីទាំងអស់មួយឈុតរបស់គាត់តែម្ដងបាទហើយដូចខ្ញុំបានជម្រាបចឹងការប្រើប្រាស់របស់លោកគឺសម្រាប់ការពារនៅអំពើអំព័ន្ធមុនខ្មៅទាំងឡាយទាំងពួងដូចជាយើងយកស្បែកខ្លាចង្កូមខ្លាកន្ទុយខ្លាឆ្អឹងខ្លាអីចឹងទៅបងប្អូនណាបាទការពារខាងរិទ្ធអំណាចខាងរិទ្ធតេជះបាទការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទយើងមានរបស់នេះកាន់ដាក់តាមខ្លួនមានចង្កូមមានឆ្អឹងដាក់តាមខ្លួនគេថាយើងមានរិទ្ធមានអំណាចមានតេជះបងប្អូនណាបាទមិនចាញ់ច្រាប់អ្នកដទៃបាទនេះដូចខ្ញុំបានជម្រាបចឹងបាទហើយមួយឈុតចង្កូមខ្លានេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទអង្គចង្កូមកូនខ្លារថិនបងប្អូនណាបាទគឺមួយឈុតតែម្ដង